បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងរៀនពីការប្រើប្រាស់ជាមួយនឹងកិរិយាសព្ទ take បាទ take a shower អញ្ចឹងបងប្អូនមើលនៅក្នុងវីដេអូបាទ take a shower ប្រែថាងូតទឹកកិរិយាសព្ទ take នេះន័យធម្មតាគឺប្រែថាយកប៉ុន្តែនៅពេលដែលប្រើប្រាស់ជាមួយនឹង shower ដែលប្រែថាផ្កាឈូកនេះគឺប្រែថាងូតទឹកណា take a shower ឧទាហរណ៍ I take a shower បាទខ្ញុំងូតទឹកបាទ I ប្រធានគឺខ្ញុំណា I take a shower បងប្អូនមើលប្រយោគនេះទៀត I take a shower in the morning ខ្ញុំងូតទឹកនៅពេលព្រឹក I take a shower in the morning បាទ I ខ្ញុំ take a shower ប្រែថាងូតទឹក in the morning នៅពេលព្រឹកអញ្ចឹង3ពាក្យនេះជាប់គ្នាណាគឺនៅពេលព្រឹកគឺ in the morning I take a shower in the morning មើលនៅក្នុងប្រយោគមួយនេះ I take a shower at night ខ្ញុំងូតទឹកនៅពេលយប់I ខ្ញុំដដែល take a shower ងូតទឹក at night នេះគឺនៅពេលយប់ពាក្យថា night ហ្នឹងគឺប្រែថាយប់ដល់ពេលប្រើជាប់មួយ at ណា at night នៅពេលយប់ I take a shower at night បងប្អូនមើលប្រយោគសំណួរនេះ A ហើយនិង B ឧទាហរណ៍ What do you do in the morning តើអ្នកធ្វើអ្វីនៅពេលព្រឹក What do you do in the morning បាទ what នេះគឺសួររកអ្វីមួយយើងដាក់នៅខាងដើមហើយ do នេះយើងអត់ប្រែទេដើម្បីបង្កើតជាប្រយោគសំណួរ You do in the morning អញ្ចឹង What do you do in the morning តើអ្នកធ្វើអ្វីនៅពេលព្រឹកអញ្ចឹង B គាត់ឆ្លើយថា I take a shower ខ្ញុំងូតទឹកបាទ I take a shower បងប្អូនមើលប្រយោគនេះទៀត A ហើយនិង B ក៏សួរ A ក៏សួរថា When do you take a shower តើអ្នកងូតទឹកនៅពេលណា When do you take a shower អញ្ចឹងកន្លែងពាក្យ when នេះគឺប្រែថានៅពេលណាអញ្ចឹងអាចប្រើជំនួសពាក្យ what time បានណា What time do you take a shower ឬមួយក៏ When do you take a shower បាទអញ្ចឹងពាក្យ when ហ្នឹងគឺយើងប្រើដាក់នៅពីមុខប្រយោគសំណួរដែលប្រយោគសំណួររបស់យើងនិយាយត្រឹម do you take a shower អញ្ចឹង do កន្លែងនេះគឺយើងអត់ប្រែទេគឺដាក់មកដើម្បីបង្កើតជាប្រយោគសំណួរហើយប្រធាន you ណា When do you take a shower អញ្ចឹង B គាត់ឆ្លើយថា I take a shower in the morning ខ្ញុំងូតទឹកនៅពេលព្រឹក I take a shower in the morning បងប្អូនមើលប្រយោគមួយនេះទៀត She takes a shower នាងងូតទឹកបាទ She takes a shower អញ្ចឹង she គឺយើងប្រែថានាងជំនួសឲ្យមនុស្សស្រីណា takes កន្លែងនេះគឺយើងថែម s ទៅឲ្យវាដោយសារតែប្រធាន c ណាកាលពី slide មុនគឺប្រធាន I គឺយើងអត់ថែមទេតែប្រធាន C គឺយើងថែមអញ្ចឹង she takes a shower ប្រែថានាងងូតទឹកនៅតែប្រែថាងូតទឹកដដែលតែដោយសារតែប្រើជាមួយ C យើងថែម s ទៅឲ្យវា she takes a shower អញ្ចឹងមើលប្រយោគមួយនេះទៀត he takes a shower គាត់ងូតទឹកអញ្ចឹងប្រើមួយ he ក៏យើងថែម s ទៅឲ្យកិរិយាសព្ទ take នេះដែរអញ្ចឹង he takes a shower គាត់ងូតទឹកបាទអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនបានមើលវីដេអូដែលនិយាយអំពីការប្រើប្រាស់កិរិយាសព្ទ take a shower ងូតទឹកហើយបើសិនជាបងប្អូនចង់រៀនភាសាអង់គ្លេសអីបាទបងប្អូនអាចមើលនៅ description ខាងក្រោមវីដេអូបាទតាក់ទងមកខ្ញុំតាមលេខឬមួយក៏ channel Telegram ក៏មាននៅក្នុងនឹងដែរឬមួយក៏ link នៅក្នុងFacebook ក៏មាននៅខាងក្រោមនឹងដែរហើយបើសិនជាបងប្អូនត្រូវការសៀវភៅបាទសម្រាប់កម្រិតដំបូងរៀនភាសាអង់គ្លេសហ្នឹងគឺបងប្អូនក៏តាក់ទងមកខ្ញុំក៏មានសៀវភៅសម្រាប់រៀនភាសាអង់គ្លេសបាទអមជាមួយនឹង note នៅក្នុងវីដេអូផងដែរងាយស្រួលបងប្អូនមើល
នៅចំវីដេអូលេខប្រហែលទៅត្រូវជាមួយនឹងសៀវភៅហ្នឹងបាទអញ្ចឹងបើសិនជាបងប្អូនអត់ទាន់បានចុចលើប៊ូតុង Subscribe ទេសូមបងប្អូនចុចលើប៊ូតុង Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗបាទសូមជម្រាបលាសូមអរគុណ